ព្រោះភាគីខ្មែរទាំង4វាសិតតែមាននិន្នាការមហាអំណាចនៅពីក្រោយសន្តិភាពយូរវែងដើម្បីមានពេលវេលាគ្រប់គ្រាន់ឲ្យសាងខឿនសេដ្ឋកិច្ចខឿននយោបាយខឿនយោធារបស់យើងដែលធ្លាប់តែអាប់អោនឲ្យវាខ្ពស់ប្រដែតក្នុងសម័យកូនក្នុងសម័យចៅនេះហើយដោយខ្ញុំបាទផ្ដល់បទប្រវត្តិខ្លះដើម្បីជួយជំនួយដល់ស្មារតីបងប្អូនកូនចៅទាំងអស់ទាំងក្នុងនិងក្រៅប្រទេសឲ្យបានដឹងយល់ហើយការវិនិច្ឆ័យខុសត្រូវគឺស្រេចទៅលើបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសយកទៅពិចារណាតាមហេតុណាបងប្អូនកូនចៅខ្ញុំនៅតែលើកដដែលថាដងដានប្រវត្តិសាស្ត្រដែលកូនកើតអត់ទាន់កូនកើតអត់ដឹងអំពីចំនួនរហូតដល់កើតសង្គ្រាមរហូតដល់មានរបបប្រល័យពូជសាសន៍នៅក្នុងប្រទេសជាតិកម្ពុជាយើងនេះហើយយើងគិតថាសង្គ្រាមស៊ីវិលនៅក្នុងជាតិរបស់យើងនេះបបហេតុដែលនាំកើតបបហេតុដែលអ្នកនយោបាយបំរើបរទេសរៀងខ្លួនគឺតែងតែយកចំណុចមួយដែលបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសហើយបងប្អូនកូនចៅតជំនាន់ទៅទៀតត្រូវចាំចំណុចខ្សោយរបស់ជាតិមាតុភូមិរបស់យើងគឺផ្ដើមចេញអំពីច្បាប់ទុនខ្សោយថ្ងៃមួយជាអាយុជីវិតរបស់ជាតិហើយណាបងណារបស់ជាតិហើយនៅពេលដែលច្បាប់ជាតិធ្លាក់ចុះខ្សោយអំពើអយុត្តិធម៌អំពើនីតិរដ្ឋភាពក៏វាកើតឡើងជាស្វ័យប្រវត្តិចំណុចនេះមួយជាចំណុចចងចាំហើយវិធីដោះស្រាយគឺពីមុនឆ្នាំ1991ពិបាកដោះណាក៏ព្រោះតែជារបបផ្ដាច់ការមុនឆ្នាំ1991ណាកូនណាប្រទេសជាតិយើងជារបបផ្ដាច់ការតាំងពីកកើតទឹកដីមកបីបិទតែប្រទេសជាតិរបស់យើងកាន់ព្រះពុទ្ធសាសនាក៏ប៉ុន្តែអ្នកនយោបាយគឺតែងយកសាសនាហ្នឹងជាខែលបិទបាំងនៅអំពើទុច្ចរិតអវិជ្ជមានដូច្នេះប្រទេសរបស់យើងនៅតែរបបផ្ដាច់ការដដែលហ្នឹងដូច្នេះចំណុចនេះមួយហើយដែលធ្វើឲ្យនយោបាយជាតិរបស់យើងនេះផ្ដល់ឱកាសយ៉ាងពេញលេញទៅដល់ប្រជាមិត្តអាចឆ្កឹះបំបែកប្រទេសជាតិយើងបានដោយអំពើអយុត្តិធម៌នៅក្នុងសង្គមដូច្នេះកូនចៅប្រុសស្រីទាំងអស់គ្នាត្រូវតែចងចាំជានិច្ចបើសិនជាបានមានតួនាទីតំណែងត្រូវតែតាំងចិត្តថាការធ្វើការងារគឺដើម្បីសងគុណជាតិមាតុភូមិដើម្បីសងគុណដូនតារបស់ខ្លួនដែលខំប្រឹងប្រែងរក្សាទឹកដីនេះបានមកប៉ុណ្ណេះដោយលំបាកបំផុតមិនមែនជារឿងធម្មតាទេគឺលំបាកបំផុតដូច្នេះណាកូនណាបច្ចុប្បន្នយើងមានគោលនយោបាយរដ្ឋធម្មនុញ្ញមួយដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំងពីរភេទមានកាតព្វកិច្ចចូលរួមស្ដារអភិវឌ្ឍមានកាតព្វកិច្ចចូលរួមការពារជាតិមាតុភូមិអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំងពីរភេទជាម្ចាស់ជោគវាសនានៃជាតិមាតុភូមិរបស់ខ្មែរដូច្នេះហើយពលរដ្ឋខ្មែរមិនអាចនៅស្ពឹកស្រពន់បានទៀតទេពិសេសកូនចៅសម័យនេះมันអាចធ្វើជាពលរដ្ឋស្ពឹកស្រពន់បានទៀតទេហើយมันអាចផ្ញើវាសនាទៅលើបុគ្គលណាក្រៅអំពីផ្ញើវាសនាទៅលើច្បាប់គោលនយោបាយច្បាប់ដែលយើងទើបតែទទួលបាននៅក្រោយថ្ងៃ23តុលា91ពលគឺក្នុងឆ្នាំ1993ចំណុចនេះមួយកូនត្រូវក្តាប់ឲ្យជាប់កាលណាបាត់បង់រដ្ឋធម្មនុញ្ញនេះហើយប្រទេសជាតិរបស់យើងវាងាយបំផុតនឹងធ្លាក់ចូលទៅដល់របបមុនឆ្នាំ1991គឺរបបផ្ដាច់ការកាលណាធ្លាក់ចូលក្នុងរបបផ្ដាច់ការក្តីស្រមៃរបស់កូនទាំងប្រមាណក៏ត្រូវបញ្ចប់ណាកូនណាអានេះជាដំបូងគឺខ្ញុំបញ្ញត្តិស្មារតីរបស់កូនទាំងអស់គ្នាឲ្យយល់ឲ្យដឹងពីកលឹះស្លាប់រស់នៃរបស់ប្រទេសជាតិរបស់យើងការដោះស្រាយបញ្ហាវិបត្តិសង្គមគឺគោលនយោបាយច្បាប់រដ្ឋធម្មនុញ្ញនេះឯងព្រោះពីមុនយើងអត់មានគោលនយោបាយអីមួយត្រូវដោះទេព្រោះសិទ្ធិពលរដ្ឋអត់មានទេសិទ្ធិពលរដ្ឋវាគ្រាន់តែជាឧបករណ៍របស់អ្នកនយោបាយទេតែពេលនេះកូនទាំងអស់គ្នាមិនត្រូវធ្វើជាឧបករណ៍របស់អ្នកនយោបាយទេកូនក្លាហានហ៊ានចូលធ្វើនយោបាយក៏កូនហ៊ានក្លាហានជំរុញអនុវត្តគោរពរដ្ឋធម្មនុញ្ញនេះដែរនេះឲ្យបានជាដាច់ខាត
นโยบายដោះស្រាយបញ្ហាក្នុងសង្គមវិបត្តិសង្គមពុករលួយនីតិរដ្ឋភាពច្បាប់ទុនជ្រាយគឺវានៅក្នុងដៃពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដាក់ខ្លួនឯងជាម្ចាស់ជោគវាសនានៃប្រទេសជាតិដោយយករដ្ឋធម្មនុញ្ញជាគោលចំណុចមួយនេះហើយដែលកូនដែលចៅទាំងអស់គ្នាគោរពអនុវត្តពង្រឹងច្បាប់ហើយវានឹងបានសុខសន្តិភាពនៅក្នុងសង្គមវាបានដោះស្រាយបញ្ហាអវិជ្ជមាននីតិរដ្ឋភាពផ្សេងៗនៅក្នុងសង្គមមិនបង្ហូរឈាមមិនធ្លាក់ចូលក្នុងឧបាយកលរបស់បរទេសឈ្លានពានគឺមធ្យោបាយនេះមធ្យោបាយបដិវត្តមធ្យោបាយរដ្ឋប្រហារអ្នកផ្ដើមគំនិតគឺបរទេសឈ្លានពានកូនត្រូវចាំជាង30ឆ្នាំមកនេះបរទេសឈ្លានពានប្រើគ្រប់វិធីចង់ទាញអូសទម្លាក់ខ្មែរឲ្យคล้ายទៅជារបបផ្ដាច់ការដើម្បីអ្វីគឺដើម្បីពង្រឹងអនុត្តរភាពពង្រឹងមជ្ឈតាលេបយកនយោបាយលេបយកទឹកដីរបស់ខ្មែរគឺតាមរយៈធ្វើឲ្យសង្គមខ្មែរคล้ายទៅជាផ្ដាច់ការអូនត្រូវដឹងដូច្នេះកូនទាំងអស់គ្នាត្រូវតែភ្ញាក់រលឹកឡើងអត់មានដោះស្រាយបញ្ហាសង្គមជាតិដោយប្រើហិង្សានោះទេកាលណាប្រើហិង្សាគ្មាននរណាអាចគ្រប់គ្រងគ្មានខ្មែរណាម្នាក់មានលទ្ធភាពកាច់ចង្កូតប្រទេសខ្មែរនេះជាផ្ដាច់ការនោះទទួលបានជោគជ័យនោះទេគឺនៅក្រោមបច្ចាមិត្តទាំងសងខាងទៀតដល់រាបមកណាដូច្នេះថ្ងៃនេះខ្ញុំមិនដែលនិយាយប្រវត្តិទាក់ទិននឹងនយោបាយនៃការកសាងសន្តិភាពរបស់ខ្មែរដល់លំបាកនោះទេឥឡូវខ្ញុំសូមលើកឡើងអំពីផលលំបាកនៃការរកសន្តិភាពនៅប្រទេសកម្ពុជាក្រោយអំពីយើងមានច្បាប់23ដុល្លារ91ហើយកូនគិតថាមានច្បាប់23ដុល្លារ91ហើយខ្មែរនឹងអាចកើតសន្តិភាពតែមិនមែនងាយទេព្រោះខ្មែរច្បាំងគ្នាទាំង4ភាគីគឺសិតតែមានចៅហ្វាយជាបរទេសអង្គការសហប្រជាជាតិមហាអំណាច5វាសិតតែកាន់ខ្នងរងមុខឲ្យភាគីទាំង4ការចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសិតតែមានគំនួចក្នុងចិត្តដែលថ្ងៃណាមួយអញនឹងធ្វើអ្វីមួយដើម្បីបានប្រយោជន៍ពីប្រទេសខ្មែរបើកូនមិនបានឆ្លងកាត់ដងដាននៃប្រវត្តិសាស្ត្របើកូនលើកសភៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកអានវាពិតជាអស្ចារ្យប៉ុន្តែសកម្មភាពនៅពីក្រៅច្បាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនមែនងាយអនុវត្តតាំងពីចុះហត្ថលេខាមកម្លេះមិនមែនងាយអនុវត្តទេព្រោះភាគីខ្មែរទាំង4វាសិតតែមាននិន្នាការមហាអំណាចនៅពីក្រោយមហាអំណាចជាអ្នករៀបចំពិភពលោកចង់ឲ្យអ្នកឯងទៅរួចឬអ្នកឯងមិនទៅរួចគឺយើងប្រទេសទូចវាពិតជាគ្មានលទ្ធភាពជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាកូនមួយអាសាអង់គ្លេសជំរាបសួរកូនសម្រិតចំណុចនេះមួយកូនត្រូវតែចងចាំកូនអាននៅលើក្រដាស់ឃើញយន្តការដោះស្រាយវាពិតជាស្រួលខ្លាំងណាស់ប៉ុន្តែនៅពីក្រោយមិនមែនជារឿងងាយស្រួលនោះទេសុទ្ធតែមានល្បិចនៅពីក្រោយខ្នងរៀងខ្លួនណាកូនប្រុសស្រីទាំងអស់គ្នាខ្ញុំសូមលើកឡើងអំពីនយោបាយមួយដែលនឹងបង្កសង្គ្រាមក្រោយបោះឆ្នោត1993ឲ្យបងប្អូនកូនចៅស្ដាប់